គ្នានេះសូមចូលរួមមកមើលទេសភាពជនបទនៃប្រទេសកម្ពុជាយើងថាវាស្រស់ស្អាតខៀវស្ងាត់ប៉ុណ្ណាទៅបន្ទាប់ពីភ្លៀងហើយ1មេ2មេណាបងប្អូនចាថ្ងៃនេះបងប្អូនខ្ញុំគេប្រាប់ខ្ញុំថាមានក្រុមគ្រួសារមួយដែលគ្រួសារនេះមានសុភមង្គលមែនតើហើយតាមខ្ញុំដឹងមកនឹងគឺថាទាំងប្តីទាំងប្រពន្ធគាត់នឹងចេះជួយគ្នាស្រោះដៃតែម្ដងហើយថ្ងៃនេះខ្ញុំនឹងទៅរកពួកគាត់ដើម្បីមើលថាតើគន្លឹះនៃការដែលចេះស្រឡាញ់គ្នាគ្រួសារមានសុភមង្គលនឹងមាននៅត្រង់ណាហើយនឹងមានស្អីទៀតដែលយើងអាចសិក្សាជាមួយគាត់បានឥឡូវយើងទៅជួបគាត់ទាំងអស់គ្នាបងអើយធ្វើអីហ្នឹងបងពុកបេះក្លាក់បាពុកលាក់បាបាទបងជម្រាបសួរបាទជម្រាបសួរចាបងឲ្យបេះលាក់បាធ្វើអីគេយកទៅស្លប្រហើស្លប្រហើហើយយើងបងខាពីស្លប្រហើយើងអាចធ្វើអីទៀតបានលាក់បាហ្នឹងបងបាទស្លកកោស្ងោតែជ្រូកអូបានច្រើនមកដែរណាបងនេះបាទចាបងដូចប៉ុណ្្នឹងបានទេបងអីបាទអូខេតោះបងតោះអញ្ចឹងតោះបងតោះតែខាងផ្លូវនោះហ៎បងចាតោះបងតោះឥឡូវយើងបានបន្លាយហើយអញ្ចឹងយើងស្លណាបងណោះចាអូខ្ញុំឃើញបងស្រីស្រាប់ហើយណោះបងអើយបងជម្រាបសួរហើយបងឯងកំពុងធ្វើអីបងចាហាន់លឹកក្រៃហាន់លឹកក្រៃហ៎បងអានឹងបុកគ្រឿងមែនទេចាអូអញ្ចឹងយើងអត់ប្រើគុលទេបងប្រើតែស្លឹកទេបងណោះចាហើយនឹងគ្រឿងបុកនឹងមានអីគេខ្លះទៀតចាមានល្មៀតមានខ្ទឹមមានស្លឹកក្រៃអូខ្ញុំឃើញមានហើយនេះបងនេះចាឥឡូវខាងគ្រឿងបុកខ្ញុំដឹងហើយចុះបងប្រុសសម្រាប់ស្លប្រហើហ្នឹងជារួមហ្មងយើងមានគ្រឿងផ្សំអីគេខ្លះវិញបងមានលពៅមាននងចាបន្លាចចាបងស្លឹកបាសស្លឹកទីហើយនិងស្លឹកងប់បងខ្ញុំឃើញអានេះត្រីអណ្ដែងអាំងចាបងចុះបើសិនយើងប្រើត្រីស្រស់បានអត់បងបានតែនេះត្រីយើងហូបពីថ្ងៃសល់អញ្ចឹងយើងយកមកឆ្នៃធ្វើម្ហូបល្ងាចតទៀតអូអញ្ចឹងហើយថ្ងៃមិញហូបជាមួយអីបងបាទបញ្ជូរស្វាយផ្ទាប់មួយជូរស្វាយអូបងអញ្ចឹងបើខ្ញុំសង្កេតមើលណាបន្លែប្រឡប់ហើយនឹងតាំងពីត្រីអីហ្នឹងគឺបងប្រើដល់របស់ដែលនៅសល់ហ្នឹងចាយកមកឆ្នៃមកធ្វើម្ហូបផ្សេងមួយទៀតជាមួយនឹងគ្រឿងផ្សំដែលនៅក្នុងរបងក្នុងផ្ទះអីអញ្ចឹងទៅណាបងណាបងខ្ញុំសុំសួរមួយខ្ញុំឮថាបងស្រីមានកូន15នាក់អត់អញ្ចឹងខ្ញុំចង់សួរថាកន្លងពេលដែលបងពោះក៏ដូចជាពេលដែលបងឆ្លងទន្លេហ្នឹងណាមានប្រហុកពិសេសអីក្នុងកន្លងពេលហ្នឹងណាបងមានប្រហុកពិសេសអីមានតែស្លស្រុកបេះនៃផ្លែផ្កាតាមលបងតាមអីហ្នឹងចេះស្លទៅអញ្ចឹងហ៎បងចាអញ្ចឹងមើលទៅហាក់បីដូចថាតាំងសុខភាពព្រោះម្ហូបទាំងអស់នេះវាអត់ត្រូវការធ្វើដំណើរឆ្ងាយបាត់បង់ជីវជាតិអីចឹងមែនទេបងណាអូម្យ៉ាងដែរចាបងឥឡូវខ្ញុំអាចជួយចិតបន្លែនេះបានទេបានអញ្ចឹងខ្ញុំជួយណាបងណាបាទហើយខ្ញុំសុំសួរមួយទៀតថាហេតុអីបានជាស្លប្រហើហ្នឹងវាល្អមែនទេបងបាទស្លប្រហើនេះបើនិយាយទៅជួយដូចខ្ញុំជិះពីខាងដឹងអាហារ3ក្រុមគឺជួយបាទតាំងពីរាងកាយទាំងអស់អាហ្នឹងគឺខ្ញុំបានរៀនសូត្រពីដូចអង្គការចុះមកបង្រៀនចឹងអូចឹងណាបងណាចាអាហាររូបធម្មអូអាហាររូបធម្មឲ្យបងស្រីដឹងរឿងហ្នឹងខ្លះអត់ទេចាដឹងខ្លះដែរណាបងណាចាបងតើម្ហូបមួយមុខនេះចាឃើញច្រើនមុខបងបើគិតជាលុយប្រហែលជាអស់ប្រហែលបងចាអស់ប្រហែលជា2000 3000ទេព្រោះអីវាអត់មានបន្លែនេះទិញគីអត់ល្ពៅហ៎បងចាអត់ខែនេះយើងដាំអត់បានឬក៏មិនដាំអត់ទាន់កើតអូអញ្ចឹងអស់លុយទិញល្ពៅខែប៉ុណ្ណឹងគឺយើងមានខ្លួនឯងចាអូចាបងនៅក្នុងផ្ទះបងស្លឬក៏ធ្វើម្ហូបហ្នឹងយើងក៏ប៉ុណ្ណាបងវាដូចថាមួយខែអញ្ចឹងវាជាងពាក់កដាលខែបាទចាហេតុអីមិនបងស្លឬក៏ជួយការងារក្នុងផ្ទះហ្នឹងបងបាទហ្នឹងគឺសំខាន់រឿងយើងយល់គ្នាទៅវិញទៅមកថាដើម្បីឲ្យស្រួលបរិយាយើងអញ្ចឹងយើងអាចស្លrồiអូចាបងហើយការងារផ្សេងទៀតក៏បងអាចជួយអញ្ចឹងទៅណាបងណាដើម្បីនេះអញ្ចឹងទៅហើយដល់ពេលបងជួយអញ្ចឹងទៅបងឃើញថាតំណែងក្នុងក្រុមគ្រួសារមិនដែរបងបាទល្អតាល្អបងណាចាឥឡូវបងធ្វើអីមុនហ្នឹងជុំប្រហុកបាទអូជុំប្រហុកហ៎ហើយប្រហុកហ្នឹងធ្វើខ្លួនឯងដែរបងត្រីរੂធ្វើខ្លួនឯងស្ករអន្តែស្ករត្នោតយើងណាបងណាចាអូតិចរបស់គាត់មែនតានេះគ្រឿងអូចាដាក់លពងយកបងត្រីបងណាត្រីចាហើយត្រីនឹងបងប្រាប់ខ្ញុំថាយើងចង់បុកក៏បានយកសទាំងដុំអញ្ចឹងក៏បានដែរអូបើយើងបានបុកវាខាប់បើសិនជាអត់ទេក៏ដុំអញ្ចឹងទៅណាបងណាក៏ម្យ៉ាងដែរខាត់នេះបើដាក់លពៅមុនគេអញ្ចឹងបងលពៅវារឹងតឡាចបងតឡាចបាទតឡាច
បងឥឡូវនេះនេះឃើញបន្លាចុងក្រួយគេយើងដល់ពេលដាក់នៅបង ដល់ពេលដាក់ហើយ ចាបងជួយតាមស្រួលចឹងអូពុះឲ្យកាជ្រុលណាបងណា បាទបាទ បងបន្លែស្លឹកហ្នឹងត្រូវដាក់យ៉ាងម៉េចបង អត់ទេដាក់មកសពោតបាន បងឥឡូវហើយបងស្លោយើងហ៎ បាទហើយ តោះឥឡូវរកអីលើកាត់ចុះឬក៏ បាទអត់អីទេខ្ញុំដៃទៅទេក៏បានដែរ អញ្ចឹងហ្មងបង បាទចាប់បាន បាទមើលទាំងអស់គ្នាអាយ៉ាអូឈ្ងុយហ៎បងអូអរគុណបងចាអរគុណបងស្រីចាបងប្អូនទាំងអស់គ្នានេះគឺជាការចែករំលែករបស់បងប្រុសបងស្រីដែលបង្ហាញអំពីការចេះជួយគ្នានៅក្នុងគ្រួសារដើម្បីមានសុភមង្គលក៏ដូចជាការប្រើប្រាស់គ្រឿងផ្សំរបស់យើងនឹងឲ្យអស់លទ្ធភាពហើយជាពិសេសគឺជាមួយនឹងរបស់របរបន្លែបង្ការដែលនៅក្នុងស្រុកក្នុងភូមិក្នុងផ្ទះដែលវាផ្ដល់ឲ្យយើងនូវជីវជាតិហើយជាពិសេសគឺតម្លៃនឹងគឺវាទាបយកតែមែនតែនចានឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចយកវាទៅអនុវត្តហើយនឹងផ្ដល់ប្រយោជន៍មកពួកយើងទាំងអស់គ្នាខ្ញុំក៏សូមអញ្ជើញបងប្អូនទាំងអស់គ្នាដើម្បីចូលរួមជាមួយពួកយើងសិក្សាស្វែងយល់បន្តទៀតនៅវីដេអូលើកក្រោយអរគុណប្តីប្រពន្ធវ័យកណ្ដាលមួយគូនេះត្បិតតែពួកគាត់រស់នៅក្នុងតំបន់ដាច់ស្រយាលតែពួកគាត់យល់ដឹងអំពីតម្លៃនៃការជួយគ្នាដើម្បីថែរក្សាគ្រួសាររបស់គាត់ឲ្យមានសុខភាពល្អនិងសុភមង្គលពួកគាត់ក៏យល់ដឹងអំពីអត្ថប្រយោជន៍នៃសុខភាពហើយមានគន្លឹះក្នុងការចំណាយតិចតួចទៅលើម្ហូបអាហារដែលកើតចេញពីការប្រើប្រាស់បន្លែនិងធនធានផ្សេងដែលដាំដុះនៅក្នុងស្រុកភូមិរបស់ពួកគាត់ផ្ទាល់គំរូរបស់ពួកគាត់គឺសង្កត់ធ្ងន់ទៅលើតម្រូវការនៃការជួយគ្នាទៅវិញទៅមកដែលវាជាប្រភពនៃការបង្កើតបរិយាកាសសុខដុមរមនាមួយនៅក្នុងគ្រួសារ